តាក់ទងទៅនឹងជីវិតរស់នៅរបស់យើងធ្វើអ្វីក៏ដោយពាក្យពីរម៉ាត់ដែលយើងត្រូវសួរខ្លួនឯងទី1គោលបំណងប៉ិតទី2គោលដៅអញ្ចឹងយើងត្រូវចាប់អារម្មណ៍ណាដែលជាទូទៅមនុស្សភាគច្រើនផ្ដោតត្រឹមតែគោលដៅប៉ុណ្ណោះឧបមាយើងធ្វើចំនួនគោលដៅចង់រកប្រាក់ចំណូលប៉ុន្តែគេអាចចាប់អារម្មណ៍អំពីគោលបំណងពិតទេអញ្ចឹងសូមចាប់អារម្មណ៍ណាឧទាហរណ៍ថាអ្នកលក់អនឡាញលក់ផលិតផលអីគោលដៅរបស់គាត់រកប្រាក់ចំណេញវាជាធម្មតាទេក្នុងមុខចំនួនដែលទៅការរកប្រាក់ចំណេញប៉ុន្តែអ្វីដែលជាគោលបំណងពិតនៃការលក់ហ្នឹងអ្នកខ្លះលក់របស់អត់គុណភាពហ្នឹងលក់របស់คล้ายហ្នឹងអញ្ចឹងសូមចាប់អារម្មណ៍សូមរកឲ្យឃើញគោលបំណងពិតបើគោលបំណងពិតបើចេញផលអវិជ្ជមានហើយអាយុអត់វែងទេសូមចាប់អារម្មណ៍ទៅប៉ុណ្ណឹងទៅប៉ុន្តែបើសិនជាអ្វីដែលយើងរកឃើញគោលបំណងពិតគឺផលវិជ្ជមានអាយុវែងហើយសូមចាប់អារម្មណ៍ឥឡូវខ្ញុំឧទាហរណ៍ថាវគ្គចិត្តសាស្ត្ររបស់ខ្ញុំពីចាប់ផ្ដើមមកដល់ឥឡូវនេះវគ្គទី19ឥឡូវដល់វគ្គទី20សួរថាគោលបំណងពិតនៃវគ្គចិត្តសាស្ត្ររបស់ខ្ញុំគោលបំណងពិតខ្ញុំចង់ឃើញមនុស្សមានបេះដូងល្អអញ្ចឹងហើយបានជាអ្វីដែលខ្ញុំបង្ហាញផ្លូវឆ្ពោះទៅរកបេះដូងល្អអញ្ចឹងសួរថាអ្វីដែលខ្ញុំបង្ហាញទៅតើស្អីដែលជាផលអវិជ្ជមានការរៀនសូត្រដើម្បីខ្លួនឯងអ្វីដែលខ្ញុំយកមកចែករំលែកទាំងអស់វាសុទ្ធតែជាចំណេះដឹងដែលពាក់ព័ន្ធទៅនឹងបេះដូងដល់ពេលអញ្ចឹងបើយើងនិយាយអំពីផលគឺវិជ្ជមានអញ្ចឹងកាលណាអ្វីដែលនៅក្នុងផលវិជ្ជមានធ្វើទៅណាអញ្ចឹងដល់ពេលខ្លួនខ្ញុំគោលដៅរកប្រាក់ចំណូលប៉ុន្តែគោលបំណងពិតរបស់ខ្ញុំចង់ឃើញមនុស្សមានបេះដូងល្អយល់អំពីបេះដូងពិតប្រាកដហើយចេះប្រើប្រាស់បេះដូងនៅក្នុងជីវិតដៃគូនៅក្នុងការងារនៅក្នុងមុខជំនួញនិងនៅក្នុងការដឹកនាំពាក់ព័ន្ធអ្វីដែលជាគ្រឹះអារម្មណ៍5អញ្ចឹងយើងពិនិត្យមើលសួរថាអារម្មណ៍5ជាថ្នាំពុលអត់មានថ្នាំពុលទេណាអ្នកណាក៏ត្រូវការតម្លៃអ្នកណាក៏ត្រូវការយល់ចិត្តអ្នកណាក៏ត្រូវការ take care អ្នកណាក៏ត្រូវការសុវត្ថិភាពអ្នកណាក៏ត្រូវការអារម្មណ៍ត្រេកអរគឺអញ្ចឹងលាក់ទងនឹងលុយណាអញ្ចឹងសួរថាពាក្យថាគ្រប់គ្រាន់មានន័យថាម៉េចតើលុយប៉ុន្មានហៅថាគ្រប់គ្រាន់ប៉ុន្តែពាក្យខ្មែរយើងទូកធំក្តៅធំដល់ពេលយើងរកចំណូលបានកាន់តែច្រើនលុយបានកាន់តែច្រើនអ្វីវាប្រកាសជាកើនឡើងទៅតាមនឹងដែរពេលហ្នឹងយើងកាន់តែលែងពេញចិត្តអ្វីដែលខ្លួនឯងកំពុងមានដែរចាប់ផ្ដើមផុសគំនិតត្រូវការផ្ទះកាន់តែធំទៅត្រូវការឡានកាន់តែទំនើបកាន់តែលយទៅត្រូវការរបស់អីលយតាមហ្នឹងទៅអញ្ចឹងយើងត្រូវដឹងបើសិនជាយើងនិយាយអំពីពាក្យថាគ្រប់គ្រាន់ជាមួយលុយប៉ុន្មានក៏មិនគ្រប់គ្រាន់ដែរដល់ពេលចំណូលរកបានកាន់តែច្រើនសមាជិកក្នុងគ្រួសារក៏ចាប់ផ្ដើមផ្លាស់ប្ដូរណាចាប់ផ្ដើមចូលហាងទំនើបប្រើរបស់ brand សាលារៀនរបស់កូនថ្លៃដើរលេងកន្លែងឃើញមហាសេដ្ឋី
លេខអាស្អីគេនៅវាផ្ទុះស្អី4នាក់នោះម្នាក់បាន$25,000បាទចូលហាងចូលអីលយណាចង់សាកល្បងស្អីដែលទំនើបស្អីដែលអស្ចារ្យដល់ពេលអញ្ចឹងចំណាយកាន់តែកើនអត់គឺកាន់តែកើន